បើសិនជាបងប្អូនទទួលបានទូរស័ព្ទពីអ្នកដែលគាត់ជ្រើសរើសបុគ្គលិកហើយគាត់ជម្រាបដំណឹងថាបងប្អូនត្រូវបានជាប់ short list ហើយគេអញ្ជើញបងប្អូនទៅសម្ភាសន៍ចាក៏ប៉ុន្តែការសម្ភាសន៍ហ្នឹងជាការសម្ភាសន៍តាមរយៈអនឡាញហើយបើសិនជាការសម្ភាសន៍អនឡាញគឺជាលើកដំបូងសម្រាប់បងប្អូនវីដេអូនេះគឺនឹងចែកជូននៅ tip មួយចំនួនដើម្បីឲ្យបងប្អូនដឹងពីរបៀបក្នុងការធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលហើយទទួលបានជោគជ័យនៅក្នុងការសម្ភាសន៍អនឡាញ ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសុខៀងយក Career and Interview Coach ស្វាគមន៍សាជាថ្មីមកកាន់ Channel សុខៀង Inspire and Grow Channel របស់នាងខ្ញុំគឺផ្ដោតសំខាន់ទៅលើការចែករំលែកចំណេះដឹងជំនាញក៏ដូចជាបទពិសោធន៍តាក់ទងជាមួយនឹងគន្លឹះសំខាន់ផ្ដោតទៅលើការអភិវឌ្ឍអាជីពការងារបើសិនជាបងប្អូនអត់ទាន់បានចុច Subscribe ទេអាចចុច Subscribe ឥឡូវនេះដើម្បីទទួលបានវីដេអូល្អៗតាក់ទងជាមួយនឹងគន្លឹះការអភិវឌ្ឍអាជីពការងារចា៎ ចឹងនៅក្នុងវីដេអូនេះនាងខ្ញុំនឹងប្រាប់អំពីជំហាននីមួយៗក៏ដូចជាការរៀបចំឬមួយក៏ពាក្យមួយទៀតគេហៅថាត្រៀមខ្លួនដើម្បីធ្វើយ៉ាងម៉េចឲ្យការសម្ភាសន៍តាមរយៈអនឡាញរបស់យើងមានភាពរលូនហើយភាគរយក្នុងការទទួលបានការជោគជ័យនឹងខ្ពស់អញ្ចឹងថ្ងៃនេះខ្ញុំមាន5ចំណុចដើម្បីឲ្យបងប្អូនធ្វើការកត់សម្គាល់ទៅលើចំណុចនីមួយៗហើយតើយើងគួរតែត្រៀមខ្លួនបែបជំហានទី1ចំណុចទី1ចាចំណុចទី1ហ្នឹងគឺយើងផ្ដោតទៅលើកន្លែងទីកន្លែងដែលយើងត្រូវសម្ភាសន៍ចាបរិយាកាសត្រូវតែស្ងប់ស្ងាត់ស្អាតហើយមានសណ្ដាប់ធ្នាប់ចាអញ្ចឹងបងប្អូនសម្ភាសន៍នៅផ្ទះក៏ដោយនៅហាងកាហ្វេក៏ដោយត្រូវប្រកាសថាកន្លែងដែលបងប្អូនសម្ភាសន៍ហ្នឹងគឺវាអត់រញ៉េរញ៉ៃចាហើយសំឡេងហ្នឹងគឺស្ងាត់ចាអញ្ចឹងបើសិនជាមាន background ឮភ្លេងផងឮសំឡេងអ្នកផ្សេងដែលគាត់និយាយចូលទៅក្នុង mic របស់យើងផងគឺធ្វើឲ្យអ្នកដែលគាត់សម្ភាសន៍ហ្នឹងគឺអត់អាចផ្ចង់ជាមួយនឹងអ្វីដែលយើងឆ្លើយតបបានទេអញ្ចឹងតាក់ទងជាមួយនឹងកន្លែងត្រូវតែស្អាតចាមានសណ្ដាប់ធ្នាប់បើយើងសម្ភាសន៍នៅផ្ទះមើលផង background របស់យើងយល់ល្អរើអញ្ចាំងដូចខ្ញុំកំពុងតែនិយាយហ្នឹងចាអញ្ចាំងសខ្មៅឬមួយក៏ប្រផេះ clean ហើយtidy អត់សូវរញ៉េរញ៉ៃគឺអូខេចាអាហ្នឹងទី1ទី2តកតងជាមួយនឹងកាមេរ៉ាចាចំណុចទី2ដែលនៅក្នុងបរិយាកាសកន្លែងហ្នឹងចាបងប្អូនអាចឆែកមើលកាមេរ៉ាតាមទូរស័ព្ទឬមួយក៏កុំព្យូទ័រចាសម្ភាសដោយឧបករណ៍ណាក៏ដោយឆែកមើលកុំព្យូទ័រទូរស័ព្ទរបស់យើងlaptop របស់យើងហ្នឹងច្បាស់ល្អអត់ចាតកតងជាមួយនឹងទី3បើសិនជាបងប្អូនសម្ភាសចាខ្ញុំណែនាំឲ្យឆែកមើលពលឺចាដូចជាបន្ទប់ខ្លះដូចបន្ទប់ខ្ញុំអីចឹងខ្ញុំអត់សូវមានពលឺហ្មងទេអញ្ចឹងខ្ញុំប្រើជាមួយនឹងពលឺ LED ចាអញ្ចឹងហើយវាធ្វើឲ្យឃើញមុខខ្ញុំរៀងច្បាស់បន្តិចអញ្ចឹងសម្រាប់បងប្អូនដែលសម្ភាសយើងត្រូវមើលប្លង់របស់យើងថាមានពលឺច្បាស់គ្រប់គ្រាន់អត់ជាទូទៅពេលដែលខ្ញុំសម្ភាសពេលខ្លះបេក្ខជនគាត់សម្ភាស connection របស់គាត់ល្អទីតាំងរបស់គាត់ស្ដាប់បានប៉ុន្តែពលឺគឺល្ងិតហ្មងចាអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដោតនៅកន្លែងនេះទីតាំងទី1ស្ងប់ស្ងាត់ចាអត់មានសំឡេង background ទី2គឺកាមេរ៉ារបស់យើងច្បាស់ល្អចាទី3គឺពន្លឺដើម្បីឲ្យអ្នកដែលគាត់សម្ភាសយើងសន្ទនាជាមួយយើងហ្នឹងមើលឃើញយើងអាចទទួលបាននៅសំឡេងនិងគេហៅថា connect ភ្ជាប់ជាមួយនឹងការសន្ទនារបស់យើងបានល្អចំណុចទី2គឺ look and dress professional ចា look and dress professional គឺសំដៅទៅលើការស្លៀកពាក់ហើយនិងការរៀបរឹករៀបពារបស់យើងឲ្យវាស័ក្តិសមផ្លូវការដូចដែលយើងទៅសម្ភាសជាមួយគេផ្ទាល់អញ្ចឹងចាអញ្ចឹងកន្លែងនេះទោះបីជាបងប្អូនសម្ភាសពីតាមផ្ទះកាហ្វេឬមួយក៏នៅណាក៏ដោយចាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសម្ភាសហ្នឹងការរៀបចំខ្លួនស្លៀកពាក់តុបតែងខ្លួនរបស់យើងហ្នឹងគឺឲ្យដូចទៅនឹងការទៅសម្ភាសផ្ទាល់ចាសិតសក់ឲ្យបានស្អាតបាតការតុបតែងកៅអៅនឹងស្លៀកពាក់ឲ្យបានសមរម្យចាដូចដែលយើងទៅសម្ភាសនៅផ្ទាល់ណាចាយើងស្លៀកពាក់របៀបម៉េចបាញ់ទឹកអប់របៀបម៉េចអឺសក់យើងភ្លីរបៀបម៉េចដែលយើងត្រៀមទៅសម្ភាសនៅ office គេផ្ទាល់ចាអនឡាញគឺរៀបចំបែបហ្នឹងដូចគ្នាពីព្រោះកាមេរ៉ាគឺខាងនោះគេមើលឃើញយើងអញ្ចឹងបើសិនជាយើងរៀបចំខ្លួនបានល្អបង្ហាញអំពីការគោរពបង្ហាញអំពីការយកចិត្តទុកដាក់ទៅលើការសម្ភាសន៍នឹងផ្ទាល់ខ្ញុំអត់លើកទឹកចិត្តឲ្យបងប្អូនពាក់តែកៅអៅស្អាតហើយខោខ្លីឬមួយក៏ចងកសែងកម៉ាអីទេ
មូលហេតុដោយសារខ្ញុំធ្លាប់មានបទពិសោធន៍សម្ភាសន៍បេក្ខជនចាពេលខ្លះនោះជួបជាមួយគាត់ពាក់ខោអាវខាងលើនឹងស្អាតទេដោយសារកាមេរ៉ាយើងមើលពីលើពីពាក់កណ្ដាលខ្លួនឡើងទៅគឺត្រឹមហ្នឹងឲ្យស្អាតប៉ុន្តែពេលខ្លះគាត់ភ្លេចខ្លួនចាគាត់ត្រូវងើបឈរឬមួយក៏គាត់ដើររមើលសេវាទូរស័ព្ទអីចឹងទៅធ្វើឲ្យយើងមើលឃើញគាត់ស្លៀកខោខ្លីចាខោកស៊ូជាមួយនឹងអាវសាច់កណាត់អាវពីលើហ្នឹងស្អាតខោខ្លីឬមួយក៏កម្មាកសែងអីចឹងទៅចារុំកម្មារុំកសែងអីចឹងទៅហើយយើងមើលទៅវាអត់សូវសមភ្នែកអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបំណាច់តែយើងសម្ភាសបើទោះបីជាអត់ទៅសម្ភាសផ្ទាល់ក៏ដោយចាស្លៀកពាក់ឲ្យស្អាតឲ្យសមរម្យចាសម្រាប់បេក្ខនារីអីចាត្រូវ make up អីលាបក្រែមអីគូសភ្នែកអីមកសមរម្យចាធ្វើដូចគ្នាធ្វើដូចយើងទៅសម្ភាសផ្ទាល់អញ្ចឹងកាលណាតែយើងរៀបចំខ្លួនស្អាតការរៀបចំបែបហ្នឹងគឺបង្ហាញអំពីការគោរពទៅអ្នកដែលគាត់សម្ភាសយើងបង្ហាញអំពីការយកចិត្តទុកដាក់ទៅលើការសម្ភាសហើយកុំភ្លេចញញឹមផងបង្ហាញអំពីគេហៅថាអ្នកដែលគាត់មានភាពរួសរាយរាក់ទាក់អីចឹងទៅធ្វើឲ្យការសម្ភាសរបស់យើងអត់សូវមានភាពតានតឹងការអង្គុយក៏ដូចគ្នាបងប្អូនរើសកន្លែងណាដែលអង្គុយទៅស្រួលចាអញ្ចឹងដូចខ្ញុំអញ្ចឹងដែលមានកៅអីមានតុអីអញ្ចឹងយើងអង្គុយបែបត្រង់ខ្លួនហើយយើងអង្គុយសម្ភាសបានយូរកាលណាបងប្អូនរើកន្លែងអង្គុយដែលឧទាហរណ៍ដូចអង្គុយលើឥដ្ឋអង្គុយលើសាឡុងអីចឹងទៅកន្លែងដែលយើងអង្គុយតែមួយកន្លែងវាអត់បានយូរទេអញ្ចឹងយើងរកកន្លែងកៅអីតុណាដែលអង្គុយដូចនៅ office ដើម្បីឲ្យការអង្គុយរបស់យើងមានគេហៅថាអគេហៅថាសុខុមាលភាពណាចាវាស្រួលខ្លួនអញ្ចឹងសម្ភាស1 ម៉ោងកន្លះក៏យើងនៅតែមានធម៌ពលក្នុងការសម្ភាសដែរចូលមកដល់ចំណុចទី3ចាចំណុចទី3គឺ communication and confidence ចាតំណាក់តំណងហើយនិងទំនុកចិត្តគឺត្រូវតែបង្ហាញឲ្យដូចជាការដែលយើងទៅសម្ភាសផ្ទាល់អញ្ចឹងហើយម្យ៉ាងទៀតតកតងជាមួយនឹងការសម្ភាសអនឡាញវាពិបាកថងថាពេលខ្លះយើងមើលទឹកមុខគេអត់សូវដឹងដូចពេលដែលយើងទៅផ្ទាល់ទេអញ្ចឹងតិចនិចដែលខ្ញុំប្រាប់បងប្អូនគឺអាចព្យាយាមនិយាយឲ្យច្បាស់ចានិយាយមិនយឺតពេកមិនលឿនពេកចាសំឡេងរបស់យើងមិនខ្លាំងពេកមិនខ្សោយពេកចាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើកាសជាងការនិយាយផ្ទាល់ជាមួយទូរស័ព្ទកាលណាយើងប្រើកាសសំឡេងរបស់យើងស្រូបបានល្អជាងហើយពេលដែលគេនិយាយមកគឺអារម្មណ៍យើងមូលជាងយើងអាចស្ដាប់បានឮច្បាស់ល្អជាងចាអញ្ចឹងយើងអាចប្រើជាកាសហើយបើសិនជាក្នុងករណីដែលកន្លែងដែលយើងអង្គុយហ្នឹងវារៀងឮសំឡេងឮអីតិចតួចចាមាន background តិចតួចក៏វាអត់សូវស្រូបកាសយើងអត់សូវស្រូបដែរអញ្ចឹងអត់សូវមានផលរំខានដល់អ្នកដែលគាត់ម្ខាងទៀតដែលគាត់ស្ដាប់យើងទេចាអញ្ចឹងការនិយាយគឺនិយាយឲ្យលឺមិនមែនថាលឺខ្លាំងពេកទេគឺលឺមកល្មមឲ្យអ្នកខាងផ្សេងទៀតនោះអ្នកម្ខាងទៀតនោះគឺគាត់ស្ដាប់យើងបានចានិយាយឲ្យច្បាស់កុំលឿនពេកកុំយឺតពេកចាអាច check ជាមួយគាត់បងស្ដាប់ខ្ញុំកន្លែងនេះបានអត់មានកន្លែងណាដែលអត់ច្បាស់អត់បើសិនជាច្បាស់ហើយខ្ញុំអាចបន្តទៅមួយចំណុចទៀតបានអត់ចាអញ្ចឹងកាលណាដែលយើង check up ចា check ជាមួយអ្នកម្ខាងទៀតហ្នឹងឲ្យកាន់តែច្បាស់អញ្ចឹងមានន័យថាគ្រប់ការឆ្លើយរបស់យើងហ្នឹងគឺយើងអត់មានកន្លែងណាដែលគេចាប់យើងអត់ទាន់ឬមួយក៏បាត់ព័ត៌មានទេចាទី2តកតងជាមួយនឹងកាមេរ៉ាចាភ្នែករបស់យើង eye contact របស់យើងគឺសំខាន់ចាអញ្ចឹងកាលណាតែយើងមើលភ្នែកនឹងភ្នែកមើលដឹងថាគេកំពុងតែស្ដាប់យើងហើយយើងនេះកំពុងតែនិយាយជាមួយគេអញ្ចឹងធ្វើឲ្យគេនឹងវា connect ដូចយើងដែលយើងនឹងទៅសម្ភាសជាមួយគេផ្ទាល់ face to face អញ្ចឹងចាមួយទៀតកាយវិការចាកុំភ្លេចឲ្យសោះកាយវិការកុំនិយាយអង្គុយថ្មឹងមកកន្លែងអញ្ចឹងចាមានការលើកដាក់សំឡេងបូកជាមួយនឹងកាយវិការដៃយើងមុខយើងចាអញ្ចឹងវាបូកចូលគ្នាធ្វើឲ្យយើងនិយាយទៅដូចជាយើងនិយាយជាមួយនឹងអ្នកដែលគាត់សម្ភាសយើងតទល់គ្នាអញ្ចឹងអានឹងគឺជាចំណុចមួយដែលជួយឲ្យអ្នកដែលគាត់កំពុងតែស្ដាប់យើងកំពុងតែសម្ភាសយើងគាត់មានអារម្មណ៍ connect ជាមួយនឹងយើងចាចំណុចទី4គឺតកតងជាមួយនឹងការ prepare នៅក្នុងករណីដែលមានបញ្ហាលើ technical ចាដូចជាអ៊ីនធឺណិតកាមេរ៉ាអីចឹងទៅអញ្ចឹងជាទូទៅខ្ញុំឲ្យបងប្អូនត្រៀមជាស្រេចចាចូលមើលចូលមកសម្ភាស
10ទៅ15នាទីមុនពេលដែលម៉ោងសម្ភាសន៍ចាប់ផ្ដើមយើងអាចឆែកមើលកាមេរ៉ាពន្លឺរបស់យើងអូខេហើយយើងមើលខ្លួនឯងនៅក្នុងកាមេរ៉ាហ្នឹងទីតាំង background ប៉ុណ្ណឹងហើយអូខេឆែកមើលកាមេរ៉ារបស់យើង strong sorry ឆែកមើលអ៊ីនធឺណិតរបស់យើង strong ហើយខ្លាំងហើយខ្ពស់ហើយគឺអូខេប៉ុន្តែពេលខ្លះយើងគិតថាយើងត្រៀមខ្លួនហើយប៉ុន្តែនៅតែពេលខ្លះវាកើតឡើងចាអ៊ីនធឺណិតអីពេលខ្លះដាច់ខ្សោយអីចឹងទៅចឹងបងប្អូនត្រូវត្រៀមចាបើសិនជាបងប្អូនសម្ភាសជាមួយនឹងកុំព្យូទ័រចាត្រៀមទូរស័ព្ទជួនកាលយើង connect ជាមួយនឹង Wi-Fi នៅកន្លែងកាហ្វេឬមួយក៏ Wi-Fi នៅកន្លែងណាមួយទៅវាមានអ្នកប្រើច្រើនចឹងទៅអ៊ីនធឺណិតវាចុះមួយផ្លេតមួយផ្លេតមួយវឹបចឹងទៅអញ្ចឹងបងប្អូនត្រូវត្រៀមជាមួយនឹង hotspot របស់យើងចាជួនកាលអា hotspot របស់យើងហ្នឹងអាចដើរលឿនទៅវិញចឹងណាអញ្ចឹងបើសិនជាវាដាច់ភ្លាមអ៊ីនធឺណិតហ្នឹងដាច់ភ្លាមកុំភ្លេចយើងត្រៀមជាមួយនឹងអា hotspot របស់យើងដែលប្រើនៅទូរស័ព្ទហ្នឹងចាអញ្ចឹងទី1អាហ្នឹងគឺយើងត្រៀមទី2តកតងជាមួយនឹងconnection ដដែលចានៅពេលដែលដាច់ឧទាហរណ៍ថាមួយផ្លេតចឹងដាច់ Wi-Fi ដាច់អីចឹងណាបន្ទាប់មកបងប្អូនចូលមក link វិញធម្មតាអញ្ចឹងពេលដែលបងប្អូនចូលមកវិញកុំភ្លេចចាកុំភ្លេចធ្វើការអធិស្ឋានទៅគេអធិស្ឋានបងមិញអ៊ីនធឺណិតរបស់ខ្ញុំនៅនេះវារៀងខ្សោយបន្តិចវារៀងដើរអត់ស្រួលបន្តិចអីចឹងណាអញ្ចឹងយើងប្រាប់គេហើយឥឡូវអ៊ីនធឺណិតរបស់ខ្ញុំអូខេអញ្ចឹងយើងអាចនិយាយឬមួយក៏បន្តទៅមុខទៀតបានអត់ចាអញ្ចឹងជាការដែលបង្ហាញនៅការគោរពក៏ដូចជាបង្ហាញនៅគេហៅថាសុជីវធម៌ទៅកាន់អ្នកដែលគាត់កំពុងសម្ភាសយើងខ្ញុំធ្លាប់ជួបបេក្ខជនម្នាក់ដែលគាត់សម្ភាសតាមទូរស័ព្ទចា connection របស់គាត់គឺអូខេចា connection របស់គាត់គឺល្អគាត់សម្ភាសតាមទូរស័ព្ទហើយបរិយាកាសតាមកន្លែងដែលគាត់សម្ភាសហ្នឹងក៏អូខេដែរកាលហ្នឹងគាត់សម្ភាសនៅផ្ទះប៉ុន្តែដោយសារតែទូរស័ព្ទរបស់គាត់ចាស់អញ្ចឹងពេលដែលគាត់សម្ភាសបានទង់ប្រហែលជា40នាទីទូរស័ព្ទគាត់ឡើងក្តៅចាឡើងក្តៅគឺអាលុតយកហ្មងចាអញ្ចឹងពេលហ្នឹងគឺខ្ញុំអត់ដឹងទេដឹងតែថាដាច់គាត់ដូចថាវានៅស្កប់អញ្ចឹងណាចានៅស្កប់មកស្ទូអញ្ចឹងទៅឃើញគាត់ហ្នឹងចេញពីនៅក្នុង group ដែល call ហ្នឹងអញ្ចឹងប្រហែលខ្ញុំចាំគាត់ប្រហែលជា5នាទីចាតម្រុំគាត់តាក់ទងមកវិញព្រោះទូរស័ព្ទគាត់រលត់ណាចាហើយគាត់និយាយដោយពាក្យស្មោះត្រង់ជាមួយនឹងខ្ញុំដែលខ្ញុំចាំគាត់សម្ភាសហ្នឹងពួកខ្ញុំព្យាយាមតាក់ទងទៅគាត់ដែរគឺអត់មាន connection មានន័យថាទេទៅក៏អត់ចូលហើយយើងឆាតទៅក៏អត់មានឃើញគាត់ស៊ីនដែរស៊ីនមិនបើសិនជាបើទូរស័ព្ទគាត់អាលុតបាត់អីហ្នឹងអញ្ចឹងពេលដែលគាត់ទូរស័ព្ទគាត់បើកមកវិញគឺគាត់បញ្ញាប់ឆាតមកខ្ញុំហើយ join link interview link សម្ភាសហ្នឹងហើយគាត់និយាយសុំទោសមកកាន់ខ្ញុំហើយគាត់បានប្រាប់ថាអធិស្ឋានបងមិញទូរស័ព្ទរបស់ខ្ញុំហ្នឹងក្តៅពេកចាហើយពេលដែលខ្ញុំនិយាយទៅវាលុតអញ្ចឹងដើម្បីឲ្យទូរស័ព្ទខ្ញុំហ្នឹងវាឆាប់ដំណើរការមកវិញខ្ញុំត្រូវយកទូរស័ព្ទខ្ញុំយកទៅដាក់នៅកន្លែងទូកកឲ្យវាកម្ដៅវាចុះមកលឿននឹងអានខ្ញុំអាចបន្តជាមួយនឹងការសម្ភាសរបស់បងអញ្ចឹងអ្វីត្បិតតែយើងស្ដាប់មើលទៅរៀងអស់សំណើចប៉ុន្តែគាត់ស្មោះត្រង់ហើយគាត់ព្យាយាមមានន័យថាព្យាយាមអស់ពីសមត្ថភាពក្នុងការត្រឡប់មកចូលការសម្ភាសរបស់យើងវិញនេះជាឧទាហរណ៍មួយដែលបងប្អូនអាចត្រៀមខ្លួនហើយនឹងអាចប្រើពាក្យនិយាយមួយណាដែលសមរម្យទៅកាន់អ្នកសម្ភាសបើសិនជាអ៊ីនធឺណិតរបស់យើងមានភាពរអាក់រអួលឬមួយក៏ទូរស័ព្ទយើងនិយាយដាច់អីចឹងណាចាអញ្ចឹងចូលមកវិញកុំភ្លេចនិយាយក្នុងការអធិស្ឋានសុំទោសទៅកាន់គាត់ហើយប្រាប់ហេតុផលចាអញ្ចឹងគ្រប់អ្នកដែលគេសម្ភាសគេយល់ហើយចាតាមការអនឡាញគឺគេដឹងហើយតកតងជាមួយនឹងបញ្ហាបច្ចេកទេសផ្សេងហ្នឹងតែងតែមានការកើតឡើងសំខាន់គឺទំនាក់ទំនងរបស់យើងត្រូវប្រាប់ឲ្យគេឲ្យច្បាស់ហើយទាន់ពេលវេលាតាមគឺជាការបញ្ចប់ការសម្ភាសដោយអារម្មណ៍វិជ្ជមានឬមួយក៏គេហៅថា powerful end interview in a powerful way ចាអានេះតាមពិតទៅក៏វាកើតឡើងនៅពេលដែលយើងសម្ភាសផ្ទាល់ដែរតែពេលដែលយើងសម្ភាសអនឡាញក៏យើងត្រូវតែយកមកអនុវត្តដើម្បីឲ្យការសម្ភាសរបស់យើងកាន់តែមានន័យកាន់តែមានខ្លឹមសារចាអញ្ចឹងកុំភ្លេចអីគេកុំភ្លេចអរគុណដែលខាងគណៈកម្មការគាត់ចំណាយពេលវេលានិងផ្ដល់ឱកាសចាដែលផ្ដល់ឱកាសឲ្យយើងបានមកបញ្ចេញសមត្ថភាពបានមកធ្វើការសន្ទនាទៅជែកជាមួយនឹងឱកាសការងារនេះហើយយើងត្រូវប្រាប់អំពីអារម្មណ៍វិជ្ជមានដែលយើងទទួលបានពីគណៈកម្មការដើម្បីបើយើងនិយាយស្រួលស្ដាប់ហើយយើងនិយាយបញ្ចូលគេតិចណាចាអារម្មណ៍វិជ្ជមានដែលយើងទទួលបានពីខាងគណៈកម្មការចា
ហើយកាន់តែនិយាយកាន់តែមានអារម្មណ៍ចង់ធ្វើការជាមួយនឹងក្រុមហ៊ុនហ្នឹងកាន់តែនិយាយកាន់តែមានអារម្មណ៍ចង់ធ្វើការជាមួយនឹងអង្គការហ្នឹងអីចឹងទៅអញ្ចឹងធ្វើឲ្យគេមានអារម្មណ៍ថាអូម្នាក់នេះគាត់ចង់ធ្វើការជាមួយយើងខ្លាំងចាអាចបន្ថែមអំពីសំណួរមួយចំនួនចាដើម្បីឲ្យការបញ្ចប់របស់យើងរត់តែមានន័យទៀតអញ្ចឹងសំណួរមួយចំនួនដែលគេធម្មតាគេផ្ដល់ឱកាសឲ្យយើងសួរណាចាសំណួរសួរអាចដូចជាអធិស្ឋានបងតើខ្ញុំអាចដឹងអំពីលទ្ធផលនៃការសម្ភាសន៍ហ្នឹងក្នុងរយៈពេលប្រហែលថ្ងៃអីចឹងទៅចាឬមួយក៏យើងអាចសួរជាសំណួរបែបជ្រៅជាងនេះទៀតដូចជាតើបេក្ខជនបែបណាដែលបងកំពុងតែស្វែងរកហើយត្រូវតែមានលក្ខខណ្ឌអីគេខ្លះអញ្ចឹងដើម្បីឲ្យខ្ញុំអាចដឹងនិងស្វែងយល់បន្ថែមតកតងជាមួយនឹងអឺការទៀមទាលក្ខខណ្ឌទៀមទារបស់ក្រុមហ៊ុនឬមួយក៏ទៀមទាទៅលើផ្នែកអឺការងារនឹងផ្ទាល់ចាអញ្ចឹងសំណួរមានសំណួរជាច្រើនដែលបងប្អូនអាច search ទៅក្នុង YouTube ឬមួយក៏ search ទៅក្នុង Google បន្ថែមដើម្បីឲ្យសំណួររបស់យើងហ្នឹង link ទៅនឹងអ្វីដែលគេអ្វីlink ជាមួយនឹងការងារខ្ញុំឲ្យសួរជាសំណួរនេះគឺដើម្បីឲ្យបង្ហាញអំពីចំណាប់អារម្មណ៍ពីក្នុងនាមយើងជាបេក្ខជនទៅកាន់គណៈកម្មការអានេះបង្ហាញថាយើងកាន់តែមានចំណាប់អារម្មណ៍កាន់តែយកចិត្តទុកដាក់ជាមួយនឹងការងារនេះចាបងប្អូនអញ្ចឹងការសម្ភាសន៍អនឡាញវាមិនមានគេហៅថាវាពិបាកជាងការសម្ភាសន៍ទៅផ្ទាល់ទេអ្វីដែលយើងមើលឃើញគឺគ្រាន់តែវាមានភាពខុសគ្នាបន្តិចបន្តួចចាជាងការសម្ភាសន៍នៅតាមអនឡាញអញ្ចឹងបើសិនជាបងប្អូនអាចអឺមើលពិនិត្យទៅលើ5ចំណុចដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងខ្ញុំគិតថាបងប្អូនសម្ភាសតាមអនឡាញនឹងទទួលបានការជោគជ័យច្រើនចាអញ្ចឹងចូលមកដល់ចុងក្រោយនេះបើសិនជាបងប្អូនយល់ឃើញថាការនិយាយតាក់ទងជាមួយនឹងការសម្ភាសន៍អនឡាញនេះមានអត្ថប្រយោជន៍ចាបងប្អូនអាច share វីដេអូនេះទៅកាន់អ្នកដទៃទៀតដើម្បីគាត់ទទួលបានចំណេះដឹងដូចគ្នាហើយកុំភ្លេចចុច Subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូល្អៗតាក់ទងជាមួយនឹងការអភិវឌ្ឍអាជីពការងារអញ្ចឹងខ្ញុំសុខៀងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗបាយបាយ